រឿងក្បត់សន្យាកាលពីដើមឡើយកុសលបានសន្យានឹងស្រីណាតថាគាត់នឹងត្រឡប់មកវិញដើម្បីរៀបការជាមួយនាងបន្ទាប់ពីគាត់បានជោគជ័យនៅទីក្រុងកុសលស្រីណាតបងឲ្យសូមអូនកុំភ័យនឹងបារម្ភពីបងអីចាំបងណាបងនឹងត្រឡប់មកទទួលអូនវិញហើយយើងទាំងពីរនឹងរៀបការជាមួយគ្នាស្រីណាតបានរងចាំយ៉ាងស្មោះត្រង់នាងបានត្បាញកន្សែងស៊ូតដ៏ស្អាតបំផុតសម្រាប់ថ្ងៃរៀបការរបស់ពួកគេប៉ុន្តែនៅទីក្រុងកុសលបានភ្លេចសន្យាទាំងអស់គាត់បានលងស្រឡាញ់ចិន្តាដែលជាស្រីអ្នកមាននិងមានអំណាចដំណឹងនេះបានដឹងដល់ភូមិស្រីណាតបានដឹងថាកុសលនឹងរៀបការជាមួយអ្នកផ្សេងបេះដូងនាងត្រូវខ្ទេចខ្ទីកុសលបានត្រឡប់មកភូមិវិញប៉ុន្តែមិនមែនមករកស្រីណាតទេគាត់មកជាមួយប្រពន្ធថ្មីរបស់គាត់ស្រីណាតតើបងភ្លេចសម្ដីខ្លួនឯងហើយមែនទេតើបងដឹងទេថាខ្ញុំឈឺចាប់ប៉ុណ្ណាចិន្តាមនុស្សស្រីក្រីក្រដូចនាងសមតែឈឺចាប់បែបនេះឯងកុសលជាប្តីរបស់ខ្ញុំស្រីណាតបានសម្រេចចិត្តកាត់ផ្តាច់អនុស្សាវរីយ៍ទាំងអស់នាងនឹងមិនឲ្យបុរសដែលមិនស្មោះត្រង់មកបំផ្លាញជីវិតនាងទៀតឡើយយាយមុំកូនស្រីឲ្យទឹកភ្នែកហូរហើយត្រូវតែឈប់នាងមិនស័ក្តិសមនឹងឲ្យឯងយំដើម្បីគេទេទឹកភ្នែកឯងមានតម្លៃជាងនេះទោះបីជាការឈឺចាប់នៅមានប៉ុន្តែស្រីណាតបានរកឃើញជីវិតថ្មីនាងបានទទួលស្គាល់ថាសេចក្តីស្រឡាញ់ដែលស្មោះត្រង់បំផុតគឺសេចក្តីស្រឡាញ់ចំពោះខ្លួនឯងចេះស្រឡាញ់ខ្លួនឯងជាមុនសិនសើមស្រឡាញ់គេតាមក្រោយជាមនុស្សស្រីកុំងាយជឿលងសម្ដីមនុស្សប្រុសខ្លាំងណាស់ខ្នាក់ខ្លះគេគ្រាន់តែចង់បោកយើងប្រើប៉ុណ្ណោះរៀនស្រឡាញ់ខ្លួនឯងឲ្យច្រើនណាបងមិត្តនារីក្នុងលោក